ស្រីបងប្អូនតោះឥឡូវយើងមកកាយវិញ្ញាសាត្រៀមប្រឡងរបស់យើងឈុំទី1សម្រាប់ថ្នាក់ទី7មកជាគណិតជាចុះយើងមើលទី1ក៏ឲ្យយើងគូគ្រេក្នុងប្រអប់ចម្លើយដែលត្រឹមត្រូវ15គុណនឹង2 30ហើយបូកនឹង3គុណដក3គុណ5វាដក15ដក15ដក2គុណនឹង4ដក8ដក15នឹងដក8វាដក23ដក23 15នេះគុណ2 30 30យកទៅដក23ចេញនៅសល់ប៉ុន្មានសល់7អញ្ចឹងចម្លើយគឺទីកគឺឃើញ7ណាបងអូនឃើញ7ដូចអ្នកគ្រូអត់ដល់ទី2 7ការ៉េ49ដល់រឹសគីបនៃ64យើងដាក់ទៅជា4គីបអញ្ចឹងបាន4គីបបញ្ចេញពីរ៉ាឌីកាល់ទី3ចេញមកបាន4 7ការ៉េ49 49ដក4នៅសល់45អញ្ចឹងសំណួរខទី2គឺចម្លើយខណែចំណុចទី3វិញ2ឬគីបនៃ8បូកនឹងឬគីបឬការ៉េនៃ25ឬការ៉េ25បញ្ចេញបាន5ឬគីបនៃ8បញ្ចេញបាន2អញ្ចឹង2គុណ2 4 4បូក5 9 9មើលភាគបែងវា3កតាឲ្យ5ដក4គុណ2ដក4គុណ2វាដក8ដក8បូក5សល់ដក3ដក3 3ដងដក9ដល់9អាភាគបែងខាងលើភាគយកខាងលើមិញរកឃើញបូក9ចឹងបូក9លើដក9ចែកមកបានដក1ចឹងចម្លើយសខចូលបំពេញចន្លោះខាងក្រោមបានត្រឹមត្រូវចំនួនចុចជាចំនួនដែលមានតួចែកទៅ2គត់គឺមួយនឹងខ្លួនឯងនោះគឺចំនួនអីចំនួនបាក់ធំចំណែកឯចំនួនទី2ប្រភេទស្មើគ្នាគឺជាប្រភេទដែលតាំងឲ្យបរិមាណស្មើគ្នាបរិមាណស្មើគ្នាប្លង់គឺជាផ្ទៃរាបស្មើដែលនៅជំវិញខ្លួនយើងមុំទៀលគឺជាមុំដែលធំជាង90ណាឬក៏ធំជាងមុំកែងកន្លែងនេះចម្លើយមាន2អាចដាក់90ក៏បានអាចដាក់កែងក៏បានតូចជាងមុំរៀបឬក៏តូចជាងមុំ108យើងអាចរៀបក៏បានឬក៏ដាក់180ដឺក្រេក៏បានចប់គូគងផ្នែក A និង B បានត្រឹមត្រូវផ្នែក A 1ក្រាតស្មើប្រមាណ1ក្រាតស្មើនឹង D ចែកឲ្យ100អញ្ចឹងសំណួរទី1ត្រូវនឹងអក្សរខចំណែកសំណួរទី21មុំរៀបវាស្មើនឹង180ដឺក្រេ180ដឺក្រេស្មើនឹង 2D ព្រោះ 1D 90អញ្ចឹង 2D 180អញ្ចឹងសំណួរនេះចម្លើយកឥឡូវយើងបើកមកសិលឹកទៀតយើងមកមើលកន្លែងមុំកែង1មុំកែងស្មើប្រមាណ1មុំកែងគឺស្មើ90ឬស្មើ 1D អញ្ចឹងសំណួរទី3ចម្លើយអក្សរងមកឃើញទេបងប្អូនគ្នាហើយសំណួរទី4 1ដឺក្រេស្មើនឹងប្រមាណ1ដឺក្រេវាមានស្មើ60សេកុងឬក៏1ដឺក្រេស្មើ60មីនិតឥឡូវយើងគិត1ដឺក្រេស្មើប្រមាណគឺ60មីនិតអញ្ចឹងអក្សរអីអក្សរកឯ1មីនិតវិញស្មើនឹង60សេកុងគឺអក្សរអីអក្សរខណាសំណួរទី4 20បន្ទុកដោយធ្វើប្រមាណវិធីនេះបូកដកមុំតោះឥឡូវយើងមើលវាដូចបូកដកនឹងម៉ោងឯដែរណាប្រមាណវិធីអញ្ចឹងយើងសរសេរតម្រួតលើគ្នាឲ្យត្រូវមកខ្ទង់មីនិតដាក់តាមមីនិតដឺក្រេដាក់តាមដឺក្រេសេកុងដាក់តាមសេកុងលើសេកុង32នៅលើ29ហើយទៀត25នេះមីនិតនៅលើ38មីនិត45ដឺក្រេលើ50ដឺក្រេអញ្ចឹងដោយសារជាប្រមាណវិធីបូកយើងបូកមក2បូក9 11សេលេខ1ត្រាទុក1 1បូក2 3 3បូក3 6 6វា60វា61អញ្ចឹងវា61សេតកតុយលេខ1ត្រាទុកអីត្រាទុក1 60ត្រាទុក1អញ្ចឹងកន្លែងនេះសេលេខ0ដក60ចេញទៅសល់0ហើយយកត្រាទុក1បូក1 5ខាងលើនេះឃើញទេ5បូក6បូក1 6 6បូក8 6បូក8 14សេលេខ4អានេះគិតជាសេកុងអានេះគិតជាមីនិតសេលេខ4ត្រាទុក1 1បូក2 3 3បូក3 6វា60ទៀតអញ្ចឹងដក60ចេញកន្លែងនេះវាសល់0អញ្ចឹងយក60មកត្រាទុកមួយនឹងដឺក្រេ
ចឹងយើងបូក1ហ្នឹងជាមួយនឹង5ដឺក្រេឡើង6ដឺក្រេចឹង6បូក0 6ចឹងកន្លែងនេះចេញដឺក្រេហើយ4បូក5 9ចឹងចម្លើយឃើញ96ដឺក្រេ0.4មីនិតនិង1សេកុងចំណែកអក្សរខគឺយើងដកមុំណាខយើងដកមុំគេយក28ដឺក្រេ31មីនិត22សេកុងយកមកដកជាមួយ18ដឺក្រេ38មីនិត20សេកុងអញ្ចឹង2ដក2សល់0 2ដក2សល់សំទោស2ដក0សល់2ណែ2ដក2សល់0 6ដក8អត់កើតខ្ចីគេខ្ចីគេម្ដងប៉ុន្មានខ្ចីគេម្ដង60ប្រហែលនេះ31នេះ38អញ្ចឹងមកខ្ចី60យើងត្រូវដកពីខាងនេះ1មានថាខ្ចីគេដក1ដឺក្រេយកមកដូរទៅជា60មីនិត60មីនិតបូក36វាឡើង96មីនិតនេះយកបូកឲ្យហើយមកវា96មីនិត96មីនិតយកមកដក38ចេញដល់សល់ប៉ុន្មានសល់8ត្រាទុក1 1ដក9សល់8 8ដក3ដល់សល់5 58មីនិតហើយយើងខ្ចីគេមិញអស់60ចឹងអានេះត្រាទុក1ត្រូវដកសងគេដកសងគេ8ដក1ដល់សល់7 7ដក8អត់កើតទេខ្ចីគេបានខ្ចីគេ10 18ដកសំទោស17ដក8នៅសល់9 18សល់2 2និង7 9ចឹងឃើញ9ត្រាទុក1ព្រោះខ្ចីគេអញ្ចឹង1 2សង1នៅសល់1 1សង1ទៀតនៅសល់0ចឹងចម្លើយឃើញ9ដឺក្រេ58មីនិតនិង2សេកុងចំណែកចំណោទតាមបានតែឥឡូវមកធ្វើធននិមិត្តសិនណាចឹងគេថាធននិមិត្តនេះ24បន្ទុកបើយើងគូររូបតាមវាត្រូវបាន4បន្ទុកណារូបបន្ទាប់មកទៀតគេប្រាប់មុំ XOY មានរង្វាស់80និង YOT 68គណនារង្វាស់មុំ YOT មើលតាមរូបណា XOY គឺមុំនេះ XOY មានរង្វាស់80ដឺក្រេចំណែកមុំ ZOT គឺ ZOT មានរង្វាស់68ដឺក្រេអញ្ចឹងគេឲ្យយើងគណនាមុំ X សំទោសមុំ YOT គឺមុំណា YOT គឺសួររកមុំនេះដើម្បីរកមុំកណ្ដាលនេះដោយយើងដឹងថាយើងដឹងមុំ2សងខាងហើយយើងដឹងមួយទៀតគេដឹងថាម៉េចដឹងថាពីមុំ ZOX វាលាតសន្ធឹងជាបន្តត្រង់អញ្ចឹងមុំហ្នឹងគេហៅថាមុំអីមុំដែលលាតជាបន្តត្រង់គេហៅថាមុំរៀបបើមុំរៀបវាមានរង្វាស់ប៉ុន្មាន180ដល់ពេលមុំរៀបហ្នឹងផ្សំឡើងពីមុំច្រើនតគ្នាអញ្ចឹងជាប់គ្នាអញ្ចឹងគេហៅថាមុំជាប់បន្ថែមណាអញ្ចឹងយើងមកគណនាចម្លើយឬក៏យើងដាក់ថាសម្រាយបំភ្លឺធននិមិត្តយើងប្រើពាក្យសម្រាយបំភ្លឺគណនាផងហើយស្រាយបំភ្លឺគេយល់ផងណាដាក់ថាគណនារង្វាស់មុំគណនារង្វាស់មុំYOT គណនារង្វាស់មុំ YOT ដោយមុំ YOT ស្មើនឹងមុំ ZOX ដកនឹងមុំ ZOT បូកគ្នាជាមួយនឹងមុំ ZOY ចឹងដើម្បីគណនាមុំប្រឡោះកណ្ដាលនេះគឺយើងយកមុំទាំងអស់នេះមុំទាំងអស់គឺមុំរៀបហ្នឹងដកឲ្យមុំប្រឡោះនេះចេញមួយហើយមុំប្រឡោះនេះចេញមួយទៀតអញ្ចឹងយើងដាក់ដកឲ្យវងចោលមុំពីរហ្នឹងបូកចូលគ្នាបូកឃើញប៉ុន្មានបានយើងយក180នេះមកដកព្រោះ ZOX យើងដឹងថាជាមុំរៀបអញ្ចឹងវាមានរង្វាស់180ដឺក្រេណាដោយមុំ Z ដោយមុំ ZOT ស្មើ180ដឺក្រេព្រោះវាជាមុំជាប់បន្ថែមជាមុំជាប់បន្ថែមអញ្ចឹងយើងស្គាល់នឹង180ហើយយើងមករកមុំ YOT នោះមុំ YOT
y o t ស្មើនឹងអីy o t ស្មើមុំ180នេះ z o x 180ដកនឹងមុំ z o t z o t គឺមុំ68បូកនឹង z សំទោសមុំ y o x អ្នកគ្រូសេខុសកន្លែងនេះ x o y x o y បាន80ដឺក្រេចឹងស្មើនឹង180ដកនឹង80បូក68វាបាន8 6បូក8បាន6បូក8បាន14 148សល់2ត្រាទុក1 5សល់3 1 សល់0ចឹងសល់32ដឺក្រេចឹងឆ្លើយថាដូចនេះដូចនេះមុំ y o t ស្មើ32ដឺក្រេគណនាពីនឹងមកដល់នឹងមានលំដាប់ដោយវាទី1យើងដាក់គណនាទី2យើងត្រូវប្រាប់ថាមុំនឹងយកអីដកអីបូកអីបន្ទាប់មកទៀតយើងអីយើងដឹងថាមុំ z o t z o t ទៅសេខុសទៀតណា z o x សោះណាដៃz o x សំទោសណាអ្នកគ្រូសេខុសហើយនេះយើងដឹងថា z o x គឺមុំ180គេហៅថាមុំជាប់បន់ថែមហើយចំណាយ y o t ដែលគេសួររនេះy o t o t មុំកដាលដែលគេសួររនេះអញ្ចឹងវាស្មើនឹងអីស្មើនឹង z o x ដកជាមួយនឹង z o t បូកគ្នាជាមួយនឹង x o y ចឹងស្មើ180ដកជាមួយនឹងអានេះ68អានេះ80ចឹង68បូក80អញ្ចឹងយើងបូកមកឃើញដកឃើញ148អញ្ចឹងយើង180ដល់148មកឃើញ32ចឹងយើងគណនាទៅឲ្យត្រូវគ្រប់បន្ទាត់ហ្នឹងបានយើងបាន20បន្ទុកហើយរូបនេះ4បន្ទុកទៀតវាបាន24បន្ទុកណាចឹងប្រឹងប្រែងព្យាយាមធ្វើហាត់ឲ្យសមឲ្យហើយទៅចិត្តដល់ថ្ងៃប្រឡងហើយត្រៀមណាចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះបើមានចម្ងល់អីខមមិនសួរបន្ត